ជំរាបសួរបងប្អូនប្រជាកសិករដោយដែលយើងទាំងអស់គ្នាបានដឹងហើយថាដីមានសុខភាពល្អគឺជាកត្តាដើមដំបូងដ៏សំខាន់បំផុតសម្រាប់ទទួលបាននូវផលដំណាំដ៏លើសលប់ក៏ប៉ុន្តែដីស្រែដំណាំស្រូវនៅតាមតំបន់ច្រើនកន្លែងក្នុងប្រទេសកម្ពុជាតែងជួបប្រទះនៅរាល់បញ្ហាដូចជាដីអាស៊ីតដីជូរកម្រិត pH ទាបត្រូវពលសរីរាង្គដីខ្សត់ជីជាតិនិងរិចរិលការស្រូបយកសារធាតុចិញ្ចឹមមានលក្ខណៈអន់ខ្សោយម្ល៉េះហើយចាំបាច់ត្រូវដាក់ជីឲ្យច្រើនកត្តាទាំងអស់នេះហើយបណ្ដាលឲ្យឫសនៃដើមស្រូវលូតលាស់អន់ដើមស្រូវក្រិនស្វិតនាំឲ្យទិន្នផលទាបជីក្បាលក្របីបាយកាល់ស្យូមដែលមានកាល់ស្យូមប្រសិទ្ធភាពខ្ពស់និងប្រព័ន្ធអតេសខុំប្រានមានប្រយោជន៍គឺជាដំណោះស្រាយជួយកែលម្អដីបង្កើតបរិស្ថានដីមានសុខភាពល្អដើម្បីឲ្យដំណាំស្រូវលូតលាស់ល្អបងប្អូនប្រើជីក្បាលក្របីបាយកាល់ស្យូមគឺវាងាយស្រួលណាស់មុននឹងរៀបចំដីដើម្បីសាបព្រោះបងប្អូនដាក់ជីក្បាលក្របីបាយកាល់ស្យូមពី100ទៅ150គីឡូក្រាមក្នុង1ហិកតាក្រោយមកបញ្ចូលទឹកទៅក្នុងស្រែហើយត្រាំដីរយៈពេល1ទៅ2យប់ទើបធ្វើដីនឹងសាបព្រោះជាធម្មតាចំពោះតំបន់ដែលអាចដាំដុះបាន2ទៅ3រដូវក្នុងមួយឆ្នាំដើម្បីធ្វើឲ្យចំបើងឆាប់រលួយយ៉ាងប្រសិទ្ធភាពនោះគឺត្រូវប្រើជីក្បាលក្របីបាយកាល់ស្យូមជាបន្ទាន់ក្រោយពេលច្រូតដោយភ្ជួរបង្កប់ចំបើងនិងកញ្ច្រាំងលាយបញ្ចូលជីក្បាលក្របីបាយកាល់ស្យូមកប់ទៅក្នុងដីដើម្បីបង្កលក្ខណៈឲ្យអតេសខុំប្រានសកម្មភាពនិងពង្លឿនការរលួយនៃចំបើងនិងកញ្ច្រាំងបងប្អូនត្រូវរក្សាដីឲ្យមានសំណើមគ្រប់គ្រាន់និងទុកពេលវេលាឲ្យដីបានសម្រាកប្រហែល2ទៅ3សប្តាហ៍មុននឹងរៀបចំដីសាបព្រោះឲ្យរដូវដាំដុះថ្មីចំពោះស្រែសាបព្រោះលើគោកបងប្អូនអាចដាក់ជីមុនពេលសាបព្រោះឬលាយជាមួយនឹងស្រូវពូជដើម្បីដាក់ជីក្នុងពេលតែមួយក្រៅពីនោះក្នុងអំឡុងពេលលូតលាស់នៃដំណាំស្រូវប្រសិនបើពិនិត្យឃើញថាស្រូវបំពុលដោយជាតិដែកឬសរីរាង្គឬដើមស្រូវប្រែពណ៌លឿងឬខ្មៅហើយជះក្លិនស្អុយបងប្អូនគួរតែដាក់ជីបន្ថែម50ដល់100គីឡូក្រាមលើ1ហិកតាព្រមទាំងប្ដូរទឹកដើម្បីលាងជម្រះជាតិពុលនៅក្នុងដីក្នុងបំណងស្ដារឫសដើមស្រូវហើយដំណាំស្រូវក៏បានលូតលាស់ឡើងវិញប្រសិទ្ធភាពនៃជីក្បាលក្របីបាយកាល់ស្យូមត្រូវបានបង្ហាញតាមរយៈគំរូស្រែបង្ហាញដាំដុះស្រូវឆ្លាតវៃនៅកម្ពុជាអស់រយៈពេលច្រើនរដូវកាលកន្លងមកហើយផលិតផលនេះមិនត្រឹមតែជួយកែលម្អដីប៉ុណ្ណោះទេថែមទាំងផ្ដល់នូវសារធាតុចិញ្ចឹមផ្សេងៗទៀតដូចជាកាល់ស្យូមម៉ាញ៉េស្យូមនិងសង្កសីដើម្បីជួយឲ្យដើមស្រូវរឹងមាំកាត់បន្ថយការដួលបាក់ធន់នឹងជំងឺផ្សេងៗនៃសត្វល្អិតហើយទទួលបានទិន្នផលខ្ពស់ផងដែរដើម្បីរក្សាដីមានសុខភាពល្អហើយទិន្នផលស្ថិរភាពបងប្អូនគួរតែប្រើជីក្បាលក្របីបាយកាល់ស្យូមនាដើមរដូវនិងដាក់ជីបន្ថែមក្នុងរដូវកាលពេលដែលស្រែជួបប្រទះបញ្ហាពុលសារធាតុដែកឬពុលសរីរាង្គជូនពរឲ្យបងប្អូនប្រជាកសិករទទួលផលរដូវដោយជោគជ័យជីសញ្ញាក្បាលក្របីមិត្តដ៏ស្មោះរបស់ជាកសិករ